សូមអរគុណបេក្ខជនបន្តជាបឋមនាងខ្ញុំសូមគ្រប់អង្គវេទិកាទាំងមូលជាទីគោរពនាងខ្ញុំឈ្មោះញញសុខុមារវតីជានិស្សិតឆ្នាំទី2នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងជំនាញសេដ្ឋកិច្ចពាណិជ្ជសាស្ត្រចំពោះសំណួរទី1ចំណាប់អារម្មណ៍ដែលធ្វើឲ្យខ្ញុំចង់ចូលរួមប្រកួតនៅក្នុងកម្មវិធីនេះគឺនាងខ្ញុំចង់ចែករំលែកចំណេះដឹងដែលនាងខ្ញុំបានរៀនសូត្រចង់ទទួលបានបទពិសោធន៍ពីកម្មវិធីប្រកួតនេះហើយអ្វីដែលបន្ថែមពីនេះទៀតនាងខ្ញុំសង្កេតឃើញថាបញ្ហាបារីអេឡិចត្រូនិកនេះគឺជាបញ្ហាមួយដែលវាប៉ះពាល់ទៅដល់ការលើកកម្ពស់សុខភាពសាធារណៈឲ្យបានប្រសើរដូច្នេះហើយយើងសង្កេតឃើញថាឧស្សាហកម្មថ្នាំជក់បានប្រើប្រាស់រសជាតិការឌីហ្សាញចេញមកឈូតឈូតលយតាក់ទាញយុវជនសិស្សានុសិស្សឲ្យប្រើប្រាស់ដោយផ្ដោតថាទីផ្សាររបស់ឧស្សាហកម្មថ្នាំជក់គឺផ្ដោតទៅលើកុមារយុវជនយើងចំនួនក្រោយនេះឯងដូច្នេះហើយជាលទ្ធផលកុមារយុវជនយើងទាំងអស់គ្នាត្រូវបានធ្លាក់ខ្លួនទៅក្នុងទំពក់រសជាតិធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃបារីអេឡិចត្រូនិកមិនត្រឹមតែប៉ុណ្ណោះទេយុវជនទាំងអស់ដែលបានប្រើប្រាស់បារីអេឡិចត្រូនិកនេះគាត់មិនត្រឹមតែខ្លាចជាជនរងគ្រោះទេប៉ុន្តែគាត់បានខ្លាចទៅជា influencer ខ្លាចទៅជាគំរូជាអ្នកដែលមានឥទ្ធិពលតាក់ទាញកុមារយុវជនដទៃទៀតឲ្យប្រើប្រាស់បារីអេឡិចត្រូនិកដូចជាគាត់ដែរដូច្នេះហើយត្រឡប់មកសំណួរទី2របស់នាងខ្ញុំដែលបងបានសួរសម្រាប់វិធានការដ៏ចាំបាច់គឺនាងខ្ញុំសូមសំណូមពរទៅដល់រដ្ឋាភិបាលក្រសួងពាក់ព័ន្ធនានាមេត្តាដាក់ចេញនូវវិធានការច្បាប់ប្រចាំបាច់និងអនុវត្តវិធានការដែលមានស្រាប់ឲ្យបានតឹងរ៉ឹងសូមអរគុណសូមអរគុណដល់បេក្ខជន